dương thử kịch bàនេះគឺការនាំចេញអង្គហ្នឹងអង្គរបស់ខ្មែរទេកសិករខ្មែរយើងទេដែលដាំដុះនេះអញ្ចឹងសូមឲ្យគ្រប់គ្រងកុំគិតរឿងនិន្នាការយ៉ាងម៉េចគឺជួយទិញអង្គខ្មែរទាំងអស់គ្នាទៅបាទបាទហើយពួកនេះមកធ្វើស្រែមកគាត់តែគេស្រឡាញ់បាក់កខបាទយ៉ាងហើយសំខាន់ឥឡូវជួយគ្នានេះនៅខាងអង្គខ្មែរទៅខ្មែរទាំងអស់និន្នាការអីជួយគ្នាទៅទិញទៅបាទខ្ញុំមាន3ចំណុចចង់បន្ថែមបងអត់បានសួរទេប៉ុន្តែខ្ញុំគិតថាចំណុចសំខាន់ដែលទៅជម្រាបជូនការធ្វើអង្គដែលមានគុណភាពនាំចេញទៅលក់ទីផ្សារសហរដ្ឋអាមេរិកក៏ដូចជាសហគមន៍អឺរ៉ុបនេះគឺត្រូវមានគុណភាពអញ្ចឹងគុណភាពជាពិសោធន៍របស់ខ្ញុំដែលធ្វើមកហ្នឹងគឺយើងត្រូវប្រើជីធម្មជាតិជ្រៀតចូលនៅក្នុងហ្នឹងឲ្យបានច្រើនបើកាលណាយើងប្រើតែគីមីសុទ្ធទាំងអស់អត់ទេបាត់ក្លិនបាត់អីអញ្ចឹងអារសជាតិរឹងវាទៅរឹងវាអត់សូវទន់ណាអញ្ចឹងហើយបានបង្រៀបធ្វើជីកសិកម្មនេះក៏ចូលរួមចំណែកជួយដែរបាទហើយខ្ញុំឯអ្នកជំរុញគឺឲ្យកសិករហ្នឹងគឺថាគាត់មកក្នុងមហិត្តាខ្ញុំឲ្យប្រើ150ទៅ200គីឡូជីធម្មជាតិណាជ្រៀតចូលហើយគាត់អាចបន្ថយគីមីមកដើម្បីឲ្យកុំឲ្យថ្លៃដើមហ្នឹងខ្ពស់ជាងអញ្ចឹងគាត់កាត់ជីប្រមាណគីមីប្រមាណគីឡូទៅបញ្ចូលហើយយើងបានគុណភាពស្រូវដែលល្អហើយចំណុចទី2ដែលខ្ញុំចង់បន្ថែមខ្ញុំថាឥឡូវដល់ពេលវេលាហើយគឺសុំឲ្យកូនខ្មែរយើងទាំងអស់បាទអ្នកមានធនធានបញ្ញាក្តីធនធានទ្រព្យសម្បត្តិក្តីគួរតែមកចូលរួមបាទក្នុងវិស័យលើកស្ទួយការងារកសិកម្មនេះហើយការនាំចេញនេះបាទខ្ញុំមិនមែនមានមោទនភាពខ្លួនឯងដូចខ្ញុំអញ្ចឹងតែពិតខ្ញុំធ្វើការជាមួយក្រុមហ៊ុនធំហើយខ្ញុំមានប្រាក់ខែល្អនៅទីក្រុងសិនជាក់ប៉ុន្តែខ្ញុំនៅតែមិនអស់ចិត្តចុងក្រោយខ្ញុំនៅតែស្រឡាញ់វិស័យកសិកម្មហើយខ្ញុំតស៊ូធ្វើទៅឥឡូវយើងឃើញថាបានផ្លែផ្កាសូម្បីតែដៃគូយើងខាងបរទេសអាមេរិកកាំងហ្នឹងក៏គាត់មកចូលរួមទុនជាមួយយើងធ្វើបាទអញ្ចឹងយើងត្រូវមានការតស៊ូហើយក្លាហានត្រូវធ្វើបាទព្រោះបើមិនអញ្ចឹងទេបើសិនជាគូនខ្មែរយើងអ្នកដែលមានធនធានផ្នែកបញ្ញាផ្នែកធនធានទ្រព្យសម្បត្តិអីបើមិនមកធ្វើណាធ្វើបាទហើយអញ្ចឹងយើងមករួមគ្នាមកជាមួយបងប្អូនវិជាកសិករយើងបូកគ្នាទៅយើងធ្វើការដែរបាទហ្នឹងចំណុចទី2ហើយចំណុចទី3យើងមានបញ្ហាមួយចំនួនដែរដែលធ្វើទៅមិនមែនថាវាទៅលូនទាំងអស់ទេបាទប៉ុន្តែគាត់ថាយើងមានយើងត្រូវក្លាហាននិយាយហើយរាជរដ្ឋាភិបាលខ្ញុំឃើញថាលោកស្ដាប់តាបាទដូចជាធនធានទឹកចឹងដូចតំបន់របស់ខ្ញុំនេះបាទខ្ញុំឃើញខុសអីខ្ញុំនិយាយមួយគាត់ស្ដាប់តែឥឡូវទរាសាស្ត្រល្អបាទនៅខាងសតុកខាងអីនេះបាទឃើញបន្លាយខ្វាត់ខ្វែងមានទឹកមានអីមកហើយអញ្ចឹងកសិករគាត់ធ្វើទៅបានផលចំណេញហើយជួបគ្នាសើចសប្បាយហ្នឹងហើយយើងចង់បានអញ្ចឹងហើយសេដ្ឋកិច្ចរីកចម្រើនទៅហើយចំណុចមួយទៀតពាក់ព័ន្ធនឹងរឿងទុនបាទដូចទុនកន្លងមកយើងខ្វះបាទការពោះកាលណាកសិករប្រមូលផលមកគឺត្រូវទូទាត់ហើយអត់អាចជពាក់គាត់បានលើសមួយថ្ងៃទេព្រោះគាត់ត្រូវការលុយបាទហើយយើងហ្នឹងក៏ត្រូវគិតគូរដែរបាទថាទាញរទុនរអីមកបវលរបៀបម៉េចអីបាច់បាទហើយកន្លងមកយើងមានភាពស្មុគស្មាញដែរជាមួយធនាគារពាណិជ្ជជាមួយធនាគារអវត្តជនបទអីយើងប៉ុន្តែយើងតស៊ូយើងបញ្យល់គាត់ប៉ុន្តែចុងក្រោយដោយធនាគារអវត្តជនបទលោកជួយដែរដោយក្រុមហ៊ុនខ្ញុំដំបូងគាត់ថាហ៊ុនមួយបរទេសហ្នឹងវាអត់វាអត់ត្រូវតាមលក្ខខណ្ឌដែលត្រូវជួយឯងពួកគេជួយតែក្រុមហ៊ុនខ្មែរសុទ្ធប៉ុន្តែខ្ញុំព្យាយាមបញ្យល់គាត់ខ្ញុំថាទេឥឡូវយើងសំខាន់ចុងក្រោយសួរថាឥឡូវបើខ្ញុំមិនទាញបរទេសមកខ្ញុំបានទុននេះណាយកមកសង់រោងសិនមកធ្វើអីហ្នឹងបាទហើយឥឡូវបានមកហើយអញ្ចឹងខ្វះតែទុនបវលតាទិញស្រូវជួយកសិករនេះបាទចុងក្រោយគាត់ជួយតាបាទហ្នឹងហើយអញ្ចឹងខ្ញុំថាការសន្ទនាដោយស្មោះត្រង់ហើយដើម្បីភាពរីកចម្រើនអញ្ចឹងរាជរដ្ឋាភិបាលលោកទទួលយកបាទហើយយើងជាមោទនភាពណាស់ឥឡូវខ្ញុំគិតថាវាសេរីភាពពេញលេញណាយើងក្នុងការធ្វើពាណិជ្ជកម្មក្នុងការអីសន្ទនាមួយមន្ត្រីបរិយារដ្ឋាភិបាលយើងខ្ញុំសប្បាយចិត្តមែនទែនបាទក្នុងនាមខ្ញុំជាបញ្ញវន្តម្នាក់ដែលរៀនសូត្រមកហើយយើងមានបទពិសោធន៍ធ្វើការមួយអន្តរជាតិឥឡូវចុងក្រោយយើងសប្បាយចិត្តយើងធ្វើអ្វីដែលខ្មែរយើងអាចធ្វើបានខ្លួនឯងហើយឥឡូវបានជួបបងសវណ្ណទៀតបាទដែលនៅនោះបងមានឈ្មោះល្បីណាអាមេរិកហ្នឹងបាទខាងវាហៅចែកចាយចុះមិនយកផលិតផលខ្មែរយើងទៅចែកចាយឲ្យច្រើនបាទទៅដូចតាំងដូចតាំងនៅអាមេរិកគេហៅថា FBI បាទទៅនឹងកេតបាទស្គាល់បើទៅដល់នោះខ្ញុំកេតមើលតងំនឹងគាត់យ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងព័ត៌មានខ្ញុំទទួលបានថា
vì ban chờ chẳng bảo bầu tới mà lúc mình nào là tao đấy bố cái này bảo bố cái này do có tranh độ kẹo ban ban nhung khơi ta nhung ọt con nọ bong từ từ nó làm mấy phần ta chui này cái đầu hay xong mà chấm nói tiếp trong cái đau ấy đây là đi chấm nói bị say mình đây nhung khơi tha mà để dạ bong gọt vừa cạp sập sai ấy năng tới của miên bà phía trên cái lúc cái quam trò có miên mà chỉ nôn đây để quạt miền tuột sân nạ bà mình sờ sọp rồi môi ấy thàn cho bên nhom sông che bạn tha dương thực kịch bàនេះគឺការនាំចេញអង្គរបស់ខ្មែរទេកសិករខ្មែរយើងទេដែលដាំដុះនេះអញ្ចឹងសូមឲ្យគ្រប់គ្រងកុំគិតរឿងនិន្នាការយ៉ាងម៉េចគឺជួយទិញអង្គខ្មែរទាំងអស់គ្នាទៅបាទខ្ញុំក៏សូមបាទហើយពួកនេះមកទៅសេមកក៏តែគេស្រឡាញ់បាក់កខបាទយ៉ាងហើយសំខាន់ឥឡូវជួយគ្នានេះនៅខាងអង្គខ្មែរទៅខ្មែរទាំងអស់និន្នាការអីជួយគ្នាទៅទិញទៅបាទកសិករប្រមាណគ្រួសារលោកសុំបងជួយបញ្ជាក់យើងប្រហែលជា780គ្រួសារបច្ចុប្បន្នហើយបើនាំតាមអាមេរិកបានតាមផែនការ5000នេះឆ្នាំក្រោយយើងគិតថាអាចឡើងដល់1000គ្រួសារ1200អីណោះបាទដែលនៅក្រៅការដែលអាចនឹងទទួលបាទផលប្រយោជន៍ផ្ទាល់បាទ